ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបមួយគឺជាប្រភេទអាហារសម្រន់ប្រហិតឆាំងមីគោកដើម្បីទទួលបានវីដេអូពីរបៀបធ្វើបងប្អូនកុំភ្លេចធ្វើការ Subscribe Channel YouTube និងធ្វើការ Like និង Share វីដេអូមួយអ្នកមួយផងអញ្ចឹងដើម្បីបានពីរបៀបធ្វើអញ្ចឹងយើងចូលទៅមើលវីដេអូពីដើមដល់ចប់ទាំងអស់គ្នាបងប្អូនអញ្ចឹងយើងអាចចូលទៅមើលរបៀបធ្វើបានអញ្ចឹងដើម្បីធ្វើមីគោកបានជាដំបូងគឺយើងដាំទឹកឲ្យពុះសិនមកហើយយើងធ្វើការស្រោះមីរបស់យើងហើយមីខ្ញុំប្រើចំនួនកញ្ចប់សម្រាប់ញ៉ាំម្នាក់ឯងបងប្អូនមានគ្នាច្រើនយើងដាក់ច្រើនទៅណាឥឡូវមីរបស់ខ្ញុំបានរីកហើយយើងកុំបាច់ឲ្យរីកពេកណាបងប្អូនឲ្យរីកមកល្មមមកណាយើងធ្វើការដួសទុកបន្ទាប់មកទៀតយើងទៅធ្វើទឹកដើម្បីលាយជាមួយនឹងមីគោករបស់យើងណាបងប្អូនឥឡូវយើងមកធ្វើការលាយគ្រឿងសម្រាប់មីគោកហើយគ្រឿងនេះមាននៅក្នុងកញ្ចប់មីរបស់យើងណាបងប្អូនអញ្ចឹងយើងធ្វើការកាត់ចាក់ចូលចានមកដើម្បីលាយគ្រឿងច្របល់ចូលគ្នាបងប្អូនគ្រឿងទាំងអស់ហ្នឹងគឺមានពីរកញ្ចប់ហ៎បងប្អូនអញ្ចឹងយើងកាត់ចូលដាក់មកអស់មកច្បូតវាអស់មកបន្ទាប់មកខ្ញុំក៏បានធ្វើការថែមជាមួយនឹងទឹកម្ទេសដែរបងប្អូនហើយត្រង់ចំណុចលាយគ្រឿងនេះបងប្អូនបើសិនជាបងប្អូនចូលចិត្តហឹរបងប្អូនអាចថែមម្ទេសម៉ត់ក៏បានឬមួយក៏ម្ទេសស្រស់ដែលយើងកច្រាមម៉ត់មកណាតែសម្រាប់ខ្ញុំធ្វើហើយគឺអត់មានទេខ្ញុំភ្លេចបងប្អូនថែមម្ទេសហើយខ្ញុំក៏បានថែមទឹកម្ទេសមួយស្លាបព្រាដែរហើយបងប្អូនក៏ភ្លេចបន្ថែមស្ករសបន្តិចផងពេលថែមស្ករសខ្ញុំអត់បានថតដែរបងប្អូនអញ្ចឹងពេលដែលបងប្អូនធ្វើបងប្អូនអាចថែមស្ករមួយចុងស្លាបព្រាទៀតមកណាបងប្អូនណាហើយយើងច្របល់បែបនេះមកចាំយើងធ្វើការចាក់មីរបស់យើងចូលដើម្បីច្របល់គ្រឿងហើយពេលដែលយើងច្របល់គ្រឿងរួចហើយបងប្អូនធ្វើការទុកមួយដុំសិនដើម្បីយើងទៅធ្វើប្រហិតឆឹងបន្តទឹកអញ្ចឹងណាបងប្អូនឥឡូវយើងធ្វើការចាក់មីរបស់យើងចូលមកណាបងប្អូនបើសិនជាបងប្អូនដាក់មីច្រើនកញ្ចប់ហើយគ្រឿងទាំងប្រមាណបងប្អូនដាក់ចូលអស់មកតែសម្រាប់ខ្ញុំមីតែមួយកញ្ចប់ទេមួយកញ្ចប់នេះខ្ញុំធ្វើញ៉ាំម្នាក់ឯងឥឡូវយើងច្របល់បែបនេះមកណាបងប្អូនចាបងប្អូននេះយើងច្របល់ចូលគ្រឿងសពបែបនេះហើយយើងទុកដុំសិនទៅធ្វើប្រហិតឥឡូវដល់វគ្គយើងមកលាយទឹកសៀងសម្រាប់ធ្វើប្រហិតឆឹងពីដំបូងខ្ញុំមានសៀងផ្អែមនេះប្រើចំនួន2ស្លាបព្រាបាយខ្ញុំយកទៅកិនបងប្អូនយកទៅកិនក៏បានឬមួយក៏យកទៅចិញ្ច្រាំក៏បានដែរហើយទឹកប៉េងប៉ោះខ្ញុំប្រើចំនួន1ស្លាបព្រាបាយជាងហើយទឹកម្ទេសខ្ញុំប្រើចំនួន1ស្លាបព្រាបាយដូចគ្នាបងប្អូនបន្ទាប់មកយើងលាយទឹកសុំនឹងច្របល់ចូលគ្នាទឹកម្ដុំសិនយើងមកបំពងប្រហិតរបស់យើងហើយប្រហិតនេះខ្ញុំប្រើចំនួន2មុខមានប្រហិតសាច់គោហើយនិងប្រហិតសាច់ត្រីបងប្អូនអាចអញ្ចឹងបន្ទាប់ពីដែលយើងបំពងប្រហិតរួចមកគឺយើងមកធ្វើទឹកឆឹងនេះខ្ញុំប្រើខ្ទឹមសដាក់ខ្លាញ់ហើយដាក់ខ្ទឹមសរបស់យើងចំនួន2កំពឹសបំពងឲ្យឡើងខំបន្តិចហើយយើងចាក់ទឹកសដែលយើងបានលាយមុននឹងរួចហើយបងប្អូនចាក់ចូលមកហើយខ្ញុំក៏បានថែមទឹកចំនួន2ស្លាបព្រាបាយចូលទៅក្នុងអាចារ្យហ្នឹងកន្លែងវាចាក់ចូលមក2ស្លាបព្រា3ស្លាបព្រាតាមដែលបងប្អូនចូលចិត្តណាតែសម្រាប់ខ្ញុំចូល3ស្លាបព្រាឲ្យបងប្អូនហើយយើងច្របល់ឲ្យវាអាលីគ្រឿងទាំងអស់ហ្នឹងចូលគ្នាសពមកខ្ញុំថែមស្ករត្នោតរបស់យើងចំនួន1ស្លាបព្រាបាយបងប្អូនដាក់1ស្លាបព្រាបាយហើយយើងក៏ច្របល់ហើយយើងធ្វើការចាក់ប្រហិតរបស់យើងចូលមកប្រហិតដែលយើងបានបំពងរួចហ្នឹងហើយបងប្អូនមានជាល្ងសបងប្អូនដាក់ជាល្ងសមកយើងដាក់ល្ងសបែបនេះមកដើម្បីពេលដែលយើងញ៉ាំទៅមានក្លិនឈ្ងុយល្ងហើយញ៉ាំទៅអត់ទ្រលាន់ទេបងប្អូនបើបងប្អូនប្រើសៀងប្រៃគឺបងប្អូនត្រូវបន្ថែមស្ករឲ្យច្រើនណាបងប្អូនបន្ទាប់ពីយើងឆារួចចំមកយើងក៏ធ្វើការដួសដាក់ចានហើយខ្ញុំមានជាបន្លែរបស់ខ្ញុំមានតែសក់ហើយនឹងជាណាឥឡូវយើងធ្វើការដួសមីរបស់យើងដាក់ចូលចាននេះបន្ទាប់មកដួសប្រហិតឆឹងរបស់យើងចូលមកអញ្ចឹងមីគោកប្រហិតឆឹងរបស់យើងក៏បានរួចរាល់ដែរបងប្អូនគឺមានតែប៉ុណ្្នឹងឯងគ្រឿងផ្សំអីបងប្អូនអាចលេខលក់តាមនឹងបានបន្ថែមបន្តរសជាតិទៅតាមនឹងទៀតបានណាបងប្អូនមកមើលតំណងអត់បងប្អូនមិនដែរចាឥឡូវដល់វគ្គភ្លក់ឲ្យបងប្អូនមើលហើយការញ៉ាំនេះគឺញ៉ាំមួយម៉ាត់ហើយមួយម៉ាត់ទឹកមួយម៉ាត់ហើយរសជាតិអាចទទួលយកបានណាបងប្អូនតានេះអាចសាក់ធ្វើញ៉ាំបានណាបងប្អូនយើងអាចធ្វើញ៉ាំក៏បានឬមកក៏ធ្វើជាការលក់ដូរក៏បានដែរបងប្អូនគឺងាយងាយស្រួលទេហើយរសជាតិវិញអាចថែមថយទៅតាមនឹងទៀតបានណាបងប្អូនចាញ៉ាំអ្នកធ្វើឲ្យញ៉ាំមួយម៉ាត់ហើយមួយម៉ាត់ទៀតបងប្អូនឃើញអីអាចស្រក់ទឹកមាត់ដែរ